សូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាហើយជាពិសេសបងប្អូនអ្នកសិក្សាទាំងអស់អញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយបងប្អូននៅកម្រងសំណួរចម្លើយជាបន្តទៀតសម្រាប់បងប្អូនអ្នកកំពុងតែត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដើម្បីក្លាយជាសិស្សមន្ត្រីក្រមការឬក៏ជាសិស្សមន្ត្រីជាន់ខ្ពស់ហើយក៏ជាការសម្រាប់បងប្អូនអ្នកដែលត្រៀមចូលប្រឡងតាមក្របខ័ណ្ឌស្ថាប័នក្រសួងនានាផងដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចែករំលែកជាមួយបងប្អូននៅក្រងសំណួរចំនួន10បន្តទៀតគឺលេខរៀងទី221ដល់230សម្រាប់បងប្អូនអ្នកដែលមិនទាន់បានចូលទៅទស្សនាវីដេអូកន្លងមកទេបងប្អូនអាចចូលទៅក្នុង channel ហើយជ្រើសរើសយកនៅប្រភេទវីដេអូដែលបងប្អូនមិនទាន់បានមើលអញ្ចឹងណាអូខេអញ្ចឹងកុំឲ្យខាតពេលយើងទៅកាន់កម្រងសំណួរទាំងអស់គ្នាបាទអញ្ចឹងសំណួរទី221សួរថាតើសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈស្មើនឹងអ្វីអញ្ចឹងចម្លើយមានតែ3ទេគឺទីកគឺរដ្ឋមន្ត្រីខទេសរដ្ឋមន្ត្រីនិងកឧបនាយករដ្ឋមន្ត្រីអញ្ចឹងជាចម្លើយដែលត្រឹមត្រូវគឺចម្លើយករដ្ឋមន្ត្រីបាទចម្លើយកបាទសមាជិកមានឋានៈស្មើតែមិនមែនជារដ្ឋមន្ត្រីទេតែមានឋានៈស្មើហេតុអីបានថាឋានៈស្មើហ្នឹងឧទាហរណ៍ថាបើប្រាក់បំណាច់អីគេឲ្យស្មើគ្នាអញ្ចឹងឧទាហរណ៍អញ្ចឹងណាប៉ុន្តែតេតទៅនឹងអំណាចសិទ្ធិផ្សេងហ្នឹងគឺមិនដូចគ្នាទេបាទអញ្ចឹងណាអញ្ចឹងយើងបន្តទៀតគឺសំណួរទី222សួរថាតើអង្គភាពប្រឆាំងអំពើពុករលួយមានការិយាល័យនៅទីណាខ្លះបាទទីណាខ្លះចម្លើយមាន3កឃុំសង្កាត់ខក្រុងស្រុកខណ្ឌគោរាជធានីខេត្តចុងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោរាជធានីខេត្តបាទដល់សំណួរទី223សួរថាតើប្រធាននិងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែងតាំងដោយអ្វីដោយសារអ្វីបាទចម្លើយកការបោះឆ្នោតចម្លើយខអនុក្រឹត្យចម្លើយគោព្រះរាជក្រឹត្យបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោតែងតាំងដោយព្រះរាជក្រឹត្យបាទដែលចឹងតែព្រះមហាក្សត្រណាបន្តទៅទៀតសំណួរទី224សួរថាតើសមាជិកក្រុមប្រឹក្សាតើសមាជិកអង្គភាពប្រឆាំងអំពើពុករលួយតែងតាំងដោយសារអ្វីតែងតាំងដោយអ្វីបាទអញ្ចឹងចម្លើយកបោះឆ្នោតខអនុក្រឹត្យគោព្រះរាជក្រឹត្យអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខអនុក្រឹត្យបាទអនុក្រឹត្យបន្តទៀតយើងទៅកាន់សំណួរទី225សួរថាតើប្រជាជនខេត្តស្វាយរៀងបានធ្វើបាតកម្មថ្ងៃទី8-9មិនិនាឆ្នាំ1970ក្នុងបំណងអ្វីបាទអញ្ចឹងចម្លើយមាន3ដែរចម្លើយកគឺប្រឆាំងលោកលន់ នល់ខប្រឆាំងសហរដ្ឋអាមេរិកគោប្រឆាំងវត្តមានវៀតណាមអញ្ចឹងចម្លើយដែលត្រឹមត្រូវនៅក្នុងសំណួរនេះគឺចម្លើយគោគឺប្រឆាំងវៀតណាមណាប្រឆាំងវត្តមានវៀតណាមឆ្នាំ1970ដល់សំណួរទី226សួរថាតើអិសរាជជនរូបណាក្លាយជាប្រមុខរដ្ឋស្ដីទីក្រោយរដ្ឋប្រហារទម្លាក់សម្ដេចសីហនុចម្លើយមាន3គឺសេនាប្រមុខលន់ នល់លោកជេងហេកនិងទ្រង់សេរីមតៈអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខលោកជេងហេងក្រោយពេលទម្លាក់សម្ដេចសីហនុគឺមិនមែនលន់ នល់ឡើងភ្លាមទេណាបងប្អូនកុំច្រឡំលន់ នល់ក្រោយទេព្រោះពេលទម្លាក់ភ្លាមគឺមិនទាន់បានបដូររបបទេណារយៈពេលមួយរយៈក្រោយមកទៅគេប្រកាសបដូររបបបដូរប្រទេសជាសាធារណៈជាទូទៅណាពីសង្គមរាស្ត្រនិយមទៅជាសាធារណរដ្ឋខ្មែរបាទដែលមានលោកលន់ នល់ជាប្រធានាធិបតីអូខេតទៀតសំណួរទី227
287សួរថាតើរបបសាធារណរដ្ឋខ្មែរប្រកាសជាផ្លូវការនៅថ្ងៃខែឆ្នាំណានេះដែលខ្ញុំនិយាយមិញណាអញ្ចឹងចម្លើយក18ខែមិនិនាឆ្នាំ1970ខថ្ងៃទី9ខែតុលាឆ្នាំ1970គោថ្ងៃ23ខែមិនិនាឆ្នាំ1970អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខបាទចម្លើយខគឺជាចម្លើយដែលត្រឹមត្រូវពេលនេះអញ្ចឹងពីខែពី18មិនិនាមកដល់ខែតុលាអញ្ចឹងច្រើនខែដែរណាមុននឹងប្រកាសជាផ្លូវការណាបាទសំណួរទី228សួរថាតើរាជរដ្ឋាភិបាលចុងក្រោយនៃរបបសង្គមរាស្ត្រនិយមឈ្មោះអ្វីឈ្មោះដូចម្ដេចបាទរាជរដ្ឋាភិបាលចុងក្រោយបាទនៃរបបសង្គមរាស្ត្រនិយមមានឈ្មោះដូចម្ដេចបាទអញ្ចឹងមានករាជរដ្ឋាភិបាលស្រមោលស្រស់ស្រង់ជ្រៀតខរដ្ឋាភិបាលរករំជាតិគោរដ្ឋាភិបាលសាធារណរដ្ឋបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺរដ្ឋាភិបាលស្រោចស្រង់ជាតិអញ្ចឹងបានន័យថាម៉េចបានន័យថានៅពេលដែលលន់នល់ធ្វើលន់នល់នឹងបពុយើងចឹងចុះនិយាយចឹងចុះធ្វើការទម្លាក់សម្ដេចសីហនុចេញពីប្រមុខរដ្ឋបានន័យថាប្រទេសកម្ពុជានោះគឺបានផ្លាស់ប្ដូររបបហើយប្ដូររបបពីសង្គមរាស្ត្រនិយមទៅជារបបសាធារណរដ្ឋខ្មែរនេះឯងអញ្ចឹងដើម្បីការទៀមទាយកមកវិញសម្ដេចសីហនុបានបង្កើតរដ្ឋាភិបាលមួយនៅក្រៅប្រទេសឈ្មោះថារដ្ឋាភិបាលស្រោចស្រង់ជាតិបាទអូខេអញ្ចឹងរឿងហ្នឹងវាសុំខ្លីៗតែប៉ុណ្ណឹងពឹស្ដាមានច្រើនយ៉ាងហ្នឹងបាទតែយើងអត់មានពេលពឹស្ដាអីនៅកន្លែងហ្នឹងទេដោយសារតែពេលវេលាយើងមានត្រឹមតែ10នាទីយ៉ាងយូរបំផុតអូខេអញ្ចឹងយើងទៅសំណួរទី229សួរថាតើរដ្ឋបហាទម្លាក់សម្ដេចសីហនុពីប្រមុខរដ្ឋប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណាបាទអញ្ចឹងក14សីហា1969ខ18ខែមិនិនាឆ្នាំ1970គោថ្ងៃទី23ខែមិនិនាឆ្នាំ1970អញ្ចឹងចម្លើយដែលត្រឹមត្រូវនៅក្នុងសំណួរហ្នឹងគឺចម្លើយខគឺ18មិនិនាឆ្នាំ1970បាទសំណួរទី230សួរថាតើរបបកម្ពុជាប្រជាធិបតេយ្យមានរយៈពេលប្រមាណឆ្នាំខែថ្ងៃរបបកម្ពុជាប្រជាធិបតេយ្យបងប្អូនកម្ពុជាប្រជាធិបតេយ្យនិយាយមិនដឹងហាងទៀតថារបាយសម័យប៉ុលពតបាទសម័យប៉ុលពតតែឈ្មោះផ្លូវការគឺកម្ពុជាប្រជាធិបតេយ្យឈ្មោះប្រជាធិបតេយ្យតែការដឹកនាំមិនប្រជាធិបតេយ្យទេបាទអញ្ចឹងមានថ្ងៃទី3ខែមាន3ឆ្នាំ8ខែ20ថ្ងៃ3ឆ្នាំ7ខែ20ថ្ងៃ3ឆ្នាំ9ខែ10ថ្ងៃអញ្ចឹងចម្លើយណាដែលត្រឹមត្រូវគឺចម្លើយក3ឆ្នាំ8ខែ20ថ្ងៃស្រួលយ៉ាងទេរត់មាត់ហើយក្មេងខ្មែរយើងជាច្រើនចាំណា3ឆ្នាំ8ខែ8ថ្ងៃណាគឺជាអាយុកាលនៃរបបកម្ពុជាធិបតេយ្យឬក៏សម័យប៉ុលពតខ្មែរក្រហមបាទអញ្ចឹងសំណួរ230ហ្នឹងហើយដល់កំណត់ហើយអញ្ចឹងអរគុណបងប្អូនដែលបានចូលមកទស្សនាអ្នកដែលមិនទាន់បានមើលវីដេអូចូលទៅមើលវីដេអូក្នុង Channel អ្នកដែលមិនទាន់បាន Subscribe ហើយម្យ៉ាងវិញទៀតសម្រាប់បងប្អូនអ្នកដែលបានមើលវីដេអូហើយចង់ធ្វើ quiz មាននៅក្នុងខ្ទង់ description ខ្ញុំបានដាក់ quiz នៅក្នុងខ្ទង់ description បងប្អូនអាចចូលទៅធ្វើដើម្បីសាកល្បងសមត្ថភាពបានណាមុននឹងយើងទៅប្រឡងណាដើម្បីដឹងថាយើងមានសមត្ថភាពប៉ុណ្ណាព្រោះមួយ form មាន100សំណួរហើយសូមប្រើរយៈពេលតែ1ម៉ោងបានហើយក្នុង100សំណួរហ្នឹងបាទអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូបន្ទាប់